chồng sao you suck you suck you suck đua đi bật lên nơi cặp bất cô ta last opponent nè anh thấy nè man tới ôi cận thôi hả chú the first and the last opponent này nhà mày lư lư đấy trời đấy mày chung lường mày nhận chung lường anh này chỉnh anh nhớ sorry anh nhận chung lường pro cả là chân bục đây bọn anh phở tầm mũi nó sáng nhưng rồi đại viên mình nhưng bên may thì cua rồi nhưng mà cái lịch bây giờ toàn ở chỗ tòng trong bây giờ còn cho sắp sau đó đấy chạy về về ở John Cena nó xua xẻo món á toàn chạy bằng đi mày cho ngày thứ chỉ mỗi lần ca xong đã chất đã oi gắn thơ nè ở Arena chứ ngày này Arena like what do you guys think first impression phim mà sau mấy như này phim mà sau mấy vậy mà cái đi giờ nhôm cùng tôi nè môn lần slide source down this one có một căn KCW episode tí học chất sập buồn yeah này chẳng này cái gì episode chất sập buồn trong năm 2025 dương này cứ chất long cho 2026 ហើយ no it's not oh no mean there's one special episode coming up special episode yeah next week next week ហ្នឹង next week សម្រាប់ពួកខ្ញុំថត next week សម្រាប់ពួកខ្ញុំថតមិនមែន next episode ទេសូមចំណាំអូខេចាំបងប្អូននេះកុំភ្លេចមកថ្មីជួយ subscribe ក៏ដូចជា join ជាមួយនឹង Telegram channel របស់ពួកយើងហើយកាលពីអាទិត្យមុនគឺយើងអត់បានចេញ episode ទេដោយសារតែយើងជាប់ថតជាប់កម្មវិធី watch party របស់កម្មវិធី Survivor Series 2025 สู้ท่า KCW member ទាំងអស់សប្បាយចិត្តណា KCW member លើនេះប្លែកណាលើមុននេះប្លែកអត់មានបងចិនអានោះប្លែកមួយព្រោះបើមិនបងចិនពួកខ្ញុំត្រូវសិតកាមេរ៉ាថតទៅពេលហ្នឹងអត់នឹកឃើញសិតសោះហ្មងអត់នឹកឃើញថតហ្មងមកស្ទូក្រោយពេលផុសរបៀប play something like that ខ្ញុំផុសក្នុង Facebook ផុសថតឃើញ good rich មានគេក៏មិនគេក៏មិនគឺវីដេអូចូលបកដាក់ live reaction តែសំខាន់ណា clip ដែលចេះផុសឃើញឡើងដល់ 20 like clip ហ្នឹងយូរច្រើន idea យើងសម្រាប់ពួកយើងគឺល្អមែនតើ performance ហ្នឹងយើង happy ហីយ៉ាអត់ expect យ៉ា unexpected ខ្ញុំមើលតិចមើលឥឡូវមានប្រហែល view ហើយមើលគេក្នុងនេះមែនក្នុង YouTube ច្រឡំក្នុង TikTok ទៅ search YouTube ចាំមកចេះអូខេហ្នឹងហើយអញ្ចឹងយ៉ាអរគុណមែនតើសម្រាប់ការចូលរួមពីអ្នកទាំងអស់នេះបើទោះជាអត់មានអវត្តមានខ្ញុំបើសារយ៉ាជាប់តែខែតែ 8.3k យ៉ាអ្នកនរគ្នាបើសិនជាយើងចាំគាត់ទៅយើងនឹង delay ហើយវាអត់មានកម្មវិធីណា delay កើតទេ so យើងបានសម្រាប់ចិត្តអត់បានធ្វើជាមួយនឹង watch party សម្រាប់កម្មវិធី Saturday Night Main Event ដែលជា match ចុងក្រោយរបស់ John Cena ក៏ម្យ៉ាងដែរដោយសារតែពលទាំងអស់គ្នាខ្ញុំក៏ជាប់បងសែលក៏ជាប់គឺថ្ងៃអាទិត្យទី14ជាប់ទាំងអស់គ្នាបងជិនសួមសួតស្អែកហ្នឹងបើខែនេះយ៉ាស្អែកទៅដាច់នេះយ៉ាទៅដាច់មកក៏ដើមខែនេះដាច់តែតែការងារអត់បានលុយយ៉ារងនេះតិចតួចយ៉ាfan share ចំឆ្នាំមុនចូលប្រធានបទមុនឆ្លើយសំណួរយើងខ្ញុំសូមនិយាយចឹងតិចតិចណាដោយសារចេះហ្នឹងហើយថ្ងៃដែលពួកខ្ញុំថតនេះគឺថ្ងៃទី7ខែ12ខែធ្នូ2025គឺជាថ្ងៃខួបទី30នៃកម្មវិធីរត់ពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិនៅប្រាសាទអង្គរវត្តអញ្ចឹងគេហៅថាអង្គរវត្ត Half International Half Marathon and yeah ខ្ញុំអត់បានចូលរួមទេតែខ្ញុំចូលរួមកម្មវិធីផ្សេងនៅ airport ចាស់កម្មវិធីចិត្តផ្ទះមិញកម្មវិធីចិត្តផ្ទះនៅប្រធានហោះប៉ូតុងយើងហ្នឹងក៏គេធ្វើជាកម្មវិធី civil aviation ស្អីគេទេខ្ញុំពេញបាត់ហើយពាក្យពេញរបស់គេហើយគេធ្វើកម្មវិធីរត់5គីឡូ fun run មានមេដាយមានអីដែរ so why not yeah ណាមួយអត់មានឱកាសបានរត់នៅក្នុងផ្លូវយន្តហោះឯងបងអត់ងាយមានឱកាសបានរត់តាំងពីគេបិទពីខែ7មកអញ្ចឹងហ្នឹងហើយពីខែ7មកជាលើកទី1ដែលពលានហោះចាស់បានបើកជា public សម្រាប់មនុស្សទូទៅក៏បានចូលរួមពណ៌មានអីថ្ងៃហ្នឹងឥឡូវកំពុងថងពីពណ៌ពុកហើយយ៉ាដូចនិយាយចឹងអត់ងាយមានឱកាសបានដើរចូលកន្លែងផ្លូវយន្តហោះនិយាយទៅផ្លូវយន្តហោះមកយើងមិនមែនជាបុគ្គលិកនៅហ្នឹងនិយាយទៅទីកន្លែងដែលយន្តហោះ landing បុគ្គលិកមកបដាគេចាប់បដាគេស្ដាយឲ្យគេចាប់ហើយព្រោះវាអត់ត្រូវដើរវាគ្រោះថ្នាក់ទី1ព្រោះ
ព្រោះអានោះដល់អ្នក professional មិនដើរកាន់ដោយសារតែដល់កន្ហោះដូចមិនជិននិយាយអញ្ចឹង landing ហើយ take off គឺនៅនឹងទាំងអស់ហើយខ្ញុំបានរត់នៅនឹងគឺខ្ញុំ proud ខ្លួនឯងមិនដូច fast and furious ដែលជីដេញឡានជីដេញយន្តហោះនេះ Yeah អូខេអញ្ចឹងអ្នកនរជួបបើសិនជាគ្នាយើងណាគេបានទៅសៀមរាបបានទៅចូលរួមរត់ក៏ដូចជាចូលរួមមើលជួយ comment របស់ comment បែបផងឲ្យបាន1គីឡូ តែមានគ្នាយើងក៏ទៅ មាន community យើង 21គីឡូ shout out to David លយមែន pro លយមែនហត់លឿនណាស់ខ្ញុំមួយគាត់ម្ដងហត់ដេញតាមហើយចូលទឹកបាត់អូខេតោះ back to the topic ចឹងសំដួលបងឯងមកវិញតោះAlena វាយជាមួយនឹងAlena ជាមួយនឹង Gunter ហ្នឹងហើយ Gunter ឈ្នះតើគាត់យ៉ាងណាដែរគាត់ Gunter និយាយថាគាត់នឹងធ្វើឲ្យ John Cena give up មែនតើណា what if John Cena finally give up well maybe yeah បាទនឹង finishing move ចុងដែលថ្មីនេះដែល Gunter គាត់យកមកប្រើវិញអញ្ចឹងណាchoking ហ្នឹងនឹងឲ្យ choke hold ហ្នឹងchoke hold ហ្នឹងស្រាលចូលចិត្តchẳng người ta mua set mẹ big guy á mua set big guy pause yeah dạ số giảm nó rẻ trái gần thơ mày đấy bởi vô chẳng nào đấy bởi nhung bật kèn nhiều bỏ nhung vài nhung sẽ không thay nhung là không thay là miền ấy special là đam gì còn là riệp cho bài bồi dương bên tay mình đi you mean for Alena đi cô no not Alena cho xin nè oh okay where like យ៉ាងហើយណាក៏ត្រូវតែមាន a proper sense of ជាងនឹងដែរខិតមិនទេហ៎ស្រាលផុតចង់ frame មែនបងមកខិតមកក្នុងទីខ្ញុំជិតថាយ៉ាងហើយណាក៏ត្រូវមាន proper sense of ជាងនឹងដែរអត់អញ្ចឹងទេយល់ត្រូវហើយវាខ្ញុំគិតថាធ្វើអញ្ចឹង it's like ដូចជំនាន់ Ric Flair វាយចាញ់ Shawn Michaels អញ្ចឹងណាពេលចាញ់ហើយគេបដិញ្ញចាញ់ណា no but Ric Flair ល្អជាងហ្នឹងណាពេលប្រម៉ូទ យ៉ាបាត់ចៃថាវាមានសាច់រឿងមកវាទៅពេលនេះវាដូចផ្សេងខ្ញុំគាត់ថាអត់សមនឹងនេះអត់សមនឹងបែបហ្នឹងទេទៅយកនេះខ្ញុំមិនចង់ឲ្យតែសំខាន់កុំឲ្យតែពេលហើយទៅដូច Ric Flair ទៅ retirement ដងទៀតឃើញហើយ Pro សាំមក Pro Yeah I hope not មានណាចនស៊ីណាទៅ debut នៅ AEW កុំចឹងអីតម្លាក់មកអាល់ប៊ុមបណ្ដោយanyway ហ្នឹងហើយតែតោះនិយាយគេថា Gunter ឈ្នះមិនដែរនេះសាកសមអត់វាសមហ្មងសម in a way it's some right បាទប៉ុន្តែឥឡូវយើងគិតទៅវិញថា in term of ចង់ឲ្យថាលើក superstar បើនិយាយពី achievement របស់ Gunter នៅក្នុង WWE គាត់ធ្វើបានច្រើនហើយ compare to Alena yeah so ហេតុអីបានគេមិនលើក Alena ទៅលើ Gunter វិញមកពី Gunter ក្មេងជាងឬក៏មិនខ្ញុំអត់គិតថាវាមកពីក្មេងចាស់ហើយខ្ញុំអត់ដឹងដែរប៉ុន្តែខ្ញុំ feel like Alena មានអារម្មណ៍ថាគាត់មិនទាន់ចូលដល់ top tier មកទេអត់ដឹងដែរមានអារម្មណ៍ថា Alena យូរច្រើនណា move I know but move របស់គាត់ទាំង maybe performance របស់គាត់អីហ្នឹងវាអត់ទាន់ចូលដល់ top tier something fan get over តែពេលដែលគាត់កាត់ promo វាយអីចឹង full move ល្អ yeah I'm not sure វារបៀបដូច The Rock តិច Stone Cold ទេអញ្ចឹង what do you think តែបើសិនវាអត់យល់ដែរចាឥឡូវយល់ថារវាងពីរអ្នកហ្នឹងកាន់ថាវាក្មេងជាងអញ្ចឹងណាវា prestige អញ្ចឹងទៅវាលើកវាសមប៉ុន្តែបើយើងនិយាយទៅថាពីប្រជាប្រិយភាពរបស់ superstar វិញ Alena ក៏មិនល្បីជាង yeah ល្បីជាងកាន់ថា yeah in a way ប៉ុន្តែហេតុអីបានគេ like អត់ព្រម like make decision ថាគួរតែ like ឲ្យ Alena move on ឬក៏ឈ្នះអញ្ចឹងមិនថា Alena ហ្នឹងអត់តន់ដល់ level ដែល John Cena រីឬក៏អញ្ចឹងថាប្រៀបទៀតទៅក៏អន់ជាង Dominic ទៀតយើងនិយាយវិញព្រោះ Dominic ឈ្នះ John Cena នៅ Survivor Series like ទោះជាឈ្នះហ្នឹងដោយ cheating ឬក៏មិនក៏ដោយសំខាន់ pin John Cena it's very boring ពីព្រោះ John Cena អត់សមឈ្នះ Gunter ទេបើសិនជាធ្វើការធ្វើម៉ាញ់ហ្នឹង well I mean of course the final match John Cena វាអាចឈ្នះ possibility វា50 like I hope that they still pull off something like yeah វាគួរតែមាន something happen legend នេះមក so ខ្ញុំ okay yeah maybe មាន legend មានអីមកកុំតែប៉ុណ្្នឹងពេក or maybe រៀប tap out like Edge ឬក៏ Chris Jericho ចេញមកអញ្ចឹងដែរ like កុំថាvậy កុំ give up vậy រៀបចឹងពេល something that surprise fan អូខេបើទៅអញ្ចឹងហើយទៅនោះ yeah ចឹងថា like មក support ហើយ then ពេលឈ្នះ Gunter ហើយ like អ្នកដែលវាយមួយចឹងមាន Randy Orton AJ Styles អញ្ចឹងចេញមក celebrate គាត់អីចឹងចង់គាត់ថាហ្នឹង most likely នឹងមានហ្មងគាត់ yeah អនេះយល់ខ្ញុំជឿតែអារម្មណ៍ដូចគ្នា like what បើ like maybe គេចង់ surprise យើង hopefully គេមាន surprise យើងណាបើអត់ទេខ្ញុំពិតជា disappointed
John Cena ម្សិលមិញឡើង Joe Rogan បានមើល នេះទៅប្រាប់ជេមិញថាចេញទៅវិញចាំស្ដាប់តាមឡានហ្នឹងបង actually very nice 2 ម៉ោងជាងយ៉ា John Cena I think ကျွန်တော်គាត់ fit មក Joe Rogan ទាំងស្រុងហ្នឹង យើប៉ុន្តែគេមាន co-host គេដែរតា Yeah but actually co-host ហ្នឹងគាត់អត់មករហូតទេ co-host ហ្នឹង Tony Hinchcliffe ហ្នឹងគាត់មកទៅពេលកន្លះកាសមកគាត់ fan កន្លះកាសខ្លាំងគាត់ almost ពីគាត់ comedian ដែលល្បីជាងគេឥឡូវពេលបច្ចុប្បន្នហ្នឹង top 40 ឆ្នាំហ្នឹងហើយTony Hinchcliffe ហ្នឹងពីមុន B ធ្វើតែ writer ឲ្យ WWE អូអូខេ B គាត់ B ធ្វើ writer ឲ្យ WWE ប៉ុន្តែគាត់អាចទៅនៅ Connecticut បានកុំឲ្យគាត់ធ្វើ writer ឲ្យ WWE អានេះខ្ញុំបែបហ្នឹងវិញគាត់ថាចង់ទីណាគាត់និយាយថាមនុស្សគាត់ positive ពេក so គាត់និយាយ everything គឺ like motivational speak រហូតណា so I feel like Joe Rogan encourage គាត់តិចប៉ុន្តែ at least he true ចឹងគាត់ថា Joe Rogan ខ្ញុំ fan Joe Rogan yeah it's not his character to like follow អត់ចូលចិត្តមនុស្សអារបៀបធំចឹងពេកមក positive everything look at the bright side I think Joe Rogan ចូលចិត្តចឹង but I think it's positive I mean ឆ្លុះគ្នាអីទេ but the thing គឺ point មួយដែលចង់ទីណាគាត់និយាយនៅក្នុងហ្នឹងគឺគាត់ថា hey I'm not decide who I'm facing គាត់និយាយថាគាត់អត់មានសម្រាប់ចិត្តទេគាត់អត់បានបញ្ចូលសុការសម្រាប់ចិត្តអីទៅលើ I think it's just cliche it wait hold on ឃើញលោកមុនដូចជា Triple H និយាយអីថាចង់ face ណាគេឲ្យ face ហ្នឹងចាំមកថាហ្នឹងវា cliche ទេគាត់និយាយដើម្បី like កុំឲ្យគាត់ cliche គាត់និយាយថាគាត់អត់សម្រាប់ចិត្តអីគាត់ចង់គាត់ company man ប៉ុន្តែយើងដឹងអ្នកគ្នាថាអូដូច Triple H អីមានម៉ាយឈិតទេគាត់គាត់សម្រាប់ចិត្ត I think Joe Rogan សួរហ្នឹងតើ how much do you have an input ហើយគាត់សួរថាតើមាន input ប្រមាណតែបញ្ចូលទៅក្នុងម៉ាយមួយហ្នឹងចង់ស្នាឆ្លើយរបៀបពវៀងគាត់រៀងស្វើសំណួរហ្នឹង well you know here's the thing ជាងឆ្លើយសំណួរ story គេបើមិនសិនគាត់និយាយអញ្ចឹងគាត់គេនឹងធ្វើឲ្យដឹងថាផ្ទៃក្នុងថាចនសេនាវាជា yes man politics នៅក្នុង WWE actually don't shy ដែរបើមកឯសា podcast ហ្នឹងមកនឹងថាគាត់ very proud to be a yes man ហ្មងគាត់ actually និយាយថាគាត់ proud to be a yes man ប៉ុន្តែគាត់ពេលមាន opportunity មកគាត់សុខចិត្ត say yes ដូចរឿងមកសល់មុនហ្នឹងមួយថ្ងៃមាន show មួយទៀត air នៅ Jimmy Kimmel គាត់ស្រាប់ទៀតគាត់ស្រាប់យល់មុនហ្នឹងមួយថ្ងៃគាត់ថាគាត់ opportunity គាត់នឹង say yes yeah like whatever for the entertainment purpose yeah គាត់ថាគាត់ hot គាត់ចង់ធ្វើឲ្យដល់ពេលគេ send មកអញ្ចឹងគាត់ថា yeah fuck why not and he is still ស្រាប់ទៀត yeah so it quite a yes man is good thing is a bad thing but look at his money dạ là ban lối về bài nó សឹងខ្ញុំយល់ហើយបន្ទាប់ពី WWE ហើយបើគាត់ជា only fan ហ្នឹងហើយមិនស្អីទៀតទេចាតែចេះវិញគាត់ថា like ឥឡូវ what's next ឥឡូវសួរចេះវិញតើឥឡូវណាធ្វើទៀតចាប់ពីនេះឬក៏ពេលវាយជាមួយចនណា maybe like ឥឡូវណាមកញ៉ៃឥឡូវណា turn heel បើធ្វើអញ្ចឹងគេធ្វើអញ្ចឹងដើម្បីឥឡូវណា turn heel បើធ្វើអញ្ចឹងក៏ល្អ LA turn heel and then LA like screw WWE របៀបថា change WWE and stuff ថ្ងៃធ្វើដូច CM Punk maybe កាត់ promo ផៃបងមែនអត់ទេមិនyeah maybe វាអាចអញ្ចឹងហើយ and then ពេលហ្នឹងគេចាប់ដើម pay attention មកកាន់LA វិញហើយមួយទៀតជា Uso ក៏អញ្ចឹងដែរ crash out ថ្ងៃចាញ់ថ្ងៃចាញ់ LA ចឹងជា Uso ក៏អាចនឹងមានអីមួយ I feel like the original bloodline going to form like the Uso twin could be Roman Reigns and then turn heel ម្ដងទៀតឬក៏មកអញ្ចឹងទេទាញពួកអា MFT ចូលមកអញ្ចឹងណា like behind the scene ណា pulling the string អញ្ចឹងដែរ and then like គ្រប់ហ្នឹងវាធំទៅ could be I think ពួកហ្នឹង form ខ្ញុំគិតអញ្ចឹងដែរបងខ្ញុំគិតថា bloodline maximum bloodline form and then ជុំគ្នាបានមកប្រើជុំគ្នាវិញមក ultimate ហ្មង and then បានមកប្រើពួកហ្នឹង viral man ultimate bloodline ពួកហ្នឹង viral man kick Roman ចេញពីគ្រប់ could be Rock comeback ធ្វើអញ្ចឹងទៅព្រោះដើម្បី like Roman Reigns និយាយអញ្ចឹង he just like return for the sake of like ប្រជាប្រិយភាពឲ្យ fan ហូអីចឹងហើយ he's a top star right now ដូច Survivor Series ឲ្យបាត់ហ្នឹងហើយ Roman គឺ number 1 right now អត់មែន Cody មែនណាគេទាំងអស់មែន John Cena តែ traffic គឺ Roman មិនមែន Brock មែនអីទេ well I mean I know where it come from Sel នឹង quote ពី Busted Open podcast សូម្បីតែ Bully Ray គាត់និយាយអញ្ចឹងហើយ so it makes sense look at view look at the social media view and everything ប៉ុន្តែបងមាន fan theory មួយមាន fan theory មួយដែលខ្ញុំគិតថា it's quite interesting like John Cena ចាញ់ Gunter អូខេនៅ Saturday Night Main Event ហ្នឹងអត់ទឹកខុន and គេថា The Rock ចេញមក
no and the rock និយាយថា you still owe me a soul so you're not retired and then okay and then probably That's kind of makes sense. a small argument feud and everything delay till WrestleMania or like maybe the next WrestleMania and John Cena and The Rock final match okay it's like John Cena នឹងបញ្ជាឲ្យ The Rock នឹងបញ្ជាឲ្យ John Cena ទៅវាយមួយណាគេនៅ Elimination Chamber ឆ្នាំក្រោយ WrestleMania Royal Rumble Elimination Chamber ហើយចុងក្រោយគេគឺ John Cena រៀងទៅមក and then វាយចុងក្រោយគេពួកគាត់ម្នាក់មួយស្មើហើយអញ្ចឹងសល់មួយទៀតយល់ yeah okay somehow it's not a bad booking ប៉ុន្តែ in a marketing way វា look bad តិចវា look បន្តិចមិនអីទេ but I also think ដែលឲ្យចង់ដាក់បុកចង់តែឥឡូវគិតចេះវិញសួរសើគិតថាណាគេគួរឈ្នះរវាង Gunther និង John Cena who should win it's okay ព្រោះបើតាម belt sell booking មិញគឺ John Cena ឈ្នះចាញ់ហ្នឹងហើយ look គេអាចឲ្យ John Cena ឈ្នះបាន it's okay គេអាចឲ្យបាន but it's basically បងឯងឲ្យ John Cena ឈ្នះដូចបងឯងប្រាប់ actually ក្នុងចំណោម match ដែល retirement tour ហ្នឹងចាស់ស្ដែង John ចាញ់តែ2ដងណាចាញ់ Cody Rhodes ពេលដែល Cody Rhodes យក Cycle នៅ SummerSlam ហើយនឹងចាញ់ Brock Lesnar បងបាត់ហ្នឹងចាញ់តែ2ដងហ្នឹងបើបងឯងឲ្យ Gunther ចាញ់ John Cena នៅ match ហ្នឹង it basically ដូចប្រាប់ថា we don't give a fuck about Gunther and you're gonna get fired soon we don't care you just you send off like Gunther with all ប៉ុន្តែគាត់ទៅ return ហ្នឹង Gunther ទៅ return ហ្នឹង I don't think that's the plan nobody believe that John Cena gonna beat him it's unbelievable I mean of course yeah it's unbelievable it's like ដូចប្រាប់ខ្ញុំថា JD McDonald ទៅវាយឈ្នះ Roman Reigns it's not ប៉ុន្តែ somehow ដែលយើងធ្លាប់និយាយគ្នាថាអ្នកដែលវាយជាមួយ John Cena ចុងក្រោយនឹងគឺជាបុគ្គលដែល WWE នឹងលើកបន្តដែលយើងធ្លាប់និយាយរឿង Vince McMahon ជឿលើ Roman Reigns ថា Roman Reigns នឹងជាមនុស្សដែលដាក់ដែលរលុយឲ្យយើងក្នុងរយៈពេល10ឆ្នាំទៅមុខទៀត Is that the same thing that ពេលដែល Vince គាត់គិតទៅលើ Roman Reigns ឬក៏ I think agree មួយបងឯង and yes I think they already did it with Dominic so it's not the last opponent it's Dominic instead អញ្ចឹង Dominic គឺជា superstar ដែលនឹងទៅមុខទៀត10ឆ្នាំសម្រាប់ WWE okay នេះវាយ៉ាងក្លោកកលែ it could be somebody to be honest I still love the idea of like doing age មួយ Jericho មក one last time ប៉ុន្តែបង agree ដល់ពេលយើងនិយាយយើងទៅបង agree ថាកប៉ិត tournament ហ្នឹងធ្វើមកទាំងមូលគឺកប៉ិតដើម្បីលើក Dominic ឲ្យកាន់តែ bigger superstar man feeling like ចំហេតុអីមិនគេឲ្យអូកប៉ិតគាត់ចាញ់លើកទី3ហ្នឹងហើយគាត់ចាញ់3ដងឲ្យចាញ់ Dominic មួយទៀតក្នុងមួយ tournament ហ្នឹងឈ្នះ Dominic ចាញ់ Dominic វិញអូខេអ្នកឲ្យគាត់មិនដែរយ៉ាខ្ញុំជឿតែគ្នាយើងដល់ពេលយើងនិយាយចេះរៀងភ្ញាក់តិចថាកប៉ិតចុងក្រោយកប៉ិតមិនណា last opponent ហ្នឹងឯងវាទៅជានេះមុន last opponent វិញដែលមាន segment who Dominic បើ John Cena ឈ្នះ last match let's say គាត់វាយមួយ Jericho it's nothing yeah ដែលឈ្នះ he ឈ្នះ last match him the returner retired អញ្ចឹងបានន័យថា in the history អ្នកដែលឈ្នះ John Cena ចុងក្រោយគេគឺ Dominic see yeah that's the whole point that's why you សំខាន់ឈ្នះនៅ PLE you put a Gunther in the last PLE for what I think ខ្ញុំគិតថា it could be MFT attack Gunther backstage why MFT okay solo ចាញ់ Gunther he man yeah អាហ្នឹងមួយប៉ុន្តែយើង sign note មួយទៀតដែលស្អីគេ Jacob Fatu មិនបាត់មុខមួយរយៈដែលថាមានអ្នក attack ពីក្រោយអាហ្នឹងក៏អត់តន់ reveal ដែរអញ្ចឹងថាឥឡូវវាមាន2 case ទីមួយនេះ sorry អ្នកនរនេះពួកខ្ញុំមានលំ Survivor Series បើសារគ្នាយើងបាន voice party ខ្លះហើយក៏ដឹង result ដែរមាន mystery attack មួយដែលនៅក្នុង Survivor Series ហ្នឹងហើយទី2យើងគិត sing back ត្រឡប់ទៅក្រោយមួយខែមុនវាចង់មួយខែមុនហើយតែមួយខែជាងមុននេះដែលអ្នកដែល attack Jacob Fatu ក៏អត់តន់ដឹងថាណាគេដែរខ្ញុំមកនិយាយគេជា theory ដែលខ្ញុំគិតមកទឹកក្រោយមកហ្នឹងពួកយើងមិនធ្វើវីដេអូនិយាយថាណាគេណា I think is វាអាចកាន់តែហ្នឹងវាមិនមែនជា specific target អ្នកដែលថាមនុស្សម្នាក់គាត់ជាកលាការមានស្រាប់ហើយគាត់មក specifically គាត់ចង់ attack CM Punk ឯ no it's actually someone that want to swerve story ដែរញ៉ៃគេគ្រប់គ្នា so that មនុស្សថា Maskman ហ្នឹងគឺ
cứ chỉ là đã attack trên không phá tù and the same guy attack attack thêm thắng and còn the same guy attackกันthơ សំខាន់មករដងចង់ឲ្យតាពាក់អីរៀងមើលដឹងណាលើកនេះលេខគ្រប់ឡើងជិតពាក់ស្រោមដៃចង់ឲ្យមើលដឹងមកណាគេហ្មង មុខខ្មៅយក ហើយសំខាន់ទៅទីកបែកគូតឲ្យមើលគូតតែគូតណាគេអាមើលគេធ្វើពូនៅវីដេអូ debate online កបែកគូតនឹងស៊ីនធីរីច្បាស់ណាជ័យ it's funny you know it would be crazy that guy could be could ឡើងមកវាយ John Cena Yeah I mean ចាំមិនថា he ពាក់ម៉ាស់ខ្មៅនោះ crazy yeah crazy idea that would be insane what the fuck អ្វីដែលយើងនៅអត់ដឹងចង់ថាម្នាក់នៅតែភាគច្រើនសង្ស័យថាជា Austin Theory I mean ចង់ថា most case គេចង់ឲ្យ Austin join division that's why គេ bring គេ suspect ថាជាគាត់ចឹងទៅប៉ុន្តែ could be anyone could be ជនជាតិស្បែកខ្មៅ like ពាក់ក្របចិត្តមើលយើងអត់ដឹងអានឹងអត់មានឃើញ Randy ឃើញតែភ្នែកចឹង រៀង like Randy ប៉ុន្តែ they quite buff and taller Randy ប៉ុន្តែហក់ load អីហ្នឹង Randy ធ្វើការរៀង Yeah ព្រោះអានោះវាលឿនណាឡើងនឹងលឿនមែនតើ this is the skill of អ្នកខ្លះគេថា Montesport yeah របៀបថាពួកស្គមវាលឿនណាអ្នកដែលលឿន គេឲ្យ I think អ្នកដែលមកហ្នឹងពាក់មុខមកចូលមក performance ហ្នឹង could be មនុស្សផ្សេង and then អ្នកដែលគេ review វាទៅមួយផ្សេង ខ្ញុំមិនគិតអញ្ចឹងខ្ញុំមិននិយាយណាno actually ខ្ញុំបាននិយាយនៅ episode ព្រោះតែគេពាក់ចិត្តអីហ្នឹងហើយពាក់ចិត្តអីអញ្ចឹងគេអាចដាក់ថាណាគេក៏បានដែរ for some reason ខ្ញុំគិតថាគេ build សម្រាប់ long term ទៅមុខទៀតដោយសារតែ we never know what if ដកសំមុខមក it would be John Moxley ព្រោះទៅមុខទៀតគេលោកគេអត់ឲ្យយើងឆ្ងល់រហូតគេទុកដល់ចោលរហូតដល់យើងភ្លេចបងគេទុករហូតដល់យើងភ្លេចហើយ John Moxley កុងត្រាអស់2027 អញ្ចឹងមិនបងនិយាយ ឥឡូវចូលដល់ឆ្នាំ2021លើហ្នឹង ចឹងគេចង់ទុក reveal ក៏បានតែខ្ញុំនិយាយនេះខ្ញុំមានមូលហេតុថា John Moxley ដោយសារមករយៈហ្នឹង John Moxley ចាញ់រហូតតែចាញ់ជប៉ុននោះហ្នឹងចាញ់ជប៉ុនហ្នឹងមិនចាញ់អាក្រុមដែល rider គ្នាឯងទៀត Claudio ចាញ់ Claudio ទៀតខ្ញុំតែចាញ់ច្រើនណាហើយចាញ់រហូតហ្មងមួយខែចុងក្រោយ មានអារម្មណ៍ថា John Moxley មករយៈហ្នឹងគឺគាត់ចាញ់រហូតអាហ្នឹងវាធ្វើឲ្យខ្ញុំសង្ស័យ take no like WWE long term ពីចង្អាយអញ្ចឹងហ្មង and then somehow ពេលណា ready ដកស្រមុខចេញ is actually John Moxley ណាមួយដោយសារអី John Moxley ឬក៏នេះប្រូហ្នឹងប្រើ move storm ហ្នឹងគឺច្រើនមែនតើនៅ AEW គឺប្រើរហូតហ្មង so ហើយរបៀបដែលគាត់ប្រើហ្នឹងគឺអញ្ចឹងទៀតបែកខ្សែរេញមួយជន់វាអញ្ចឹងឯងយល់អត់ so it's either him or Seth Rollins why they might play it safe យើងគិតច្រើនអញ្ចឹងគ្រាន់តែ just Seth Rollins that's it and then create another story រវាង Seth Rollins និង CM Punk reveal រៀងសូនយ៉ាងហ្នឹងអញ្ចឹងទៅ Seth Rollins return អញ្ចឹងទៅធ្វើអា style CCTV ហ្នឹងដាក់មកឲ្យមើលទៅអាពេលមុនពាក់ស្រោមមុខពាក់អីហ្នឹងវានិយាយគ្នាអីមែន whatever like it could be anything ព្រោះដូចនិយាយវាពាក់ចិត្តអីអញ្ចឹងយើងអត់ដឹងថាណាគេទេហើយគេចង់ដូរមនុស្សក៏បានដែរវាមានអីតែឈឺក្បាលទេព្រោះអត់មានមើលឃើញទេហ្នឹងចង់ក្រោយដោះស្រោមមុខបាច់ដោះមិនមានណា with segment It's me Austin it's me Block chain អូខេហ្នឹងហើយអញ្ចឹងគ្នាយើងក៏មិនដែរជាមួយសាច់រឿងនេះវាស្មុគស្មាញដែរព្រោះសារវា connect គ្នាច្រើនcase បាត់ម្នាក់ហ្នឹងអត់ចាំឲ្យ reveal ទេបើឯងមើលគេអត់មាននិយាយដល់ម្នាក់ហ្នឹងឯងនៅហ្នឹងហើយគេអត់ mention គេ tease ប្រហែល2ម៉ាត់នៅក្នុង vlog របស់ Logan Paul ប៉ុន្តែម្នាក់ហ្នឹងអាច like hold រហូតដល់ Royal Rumble ម្នាក់ហ្នឹងអាចមកជួយទម្លាក់អ្នកចុងក្រោយក៏ប៉ុតដូចជេនិយាយនេះzoom Dominic ក៏ថាបានដែរបើគេចង់ធ្វើឲ្យនេះតែ could be Dominic ហើយយើងមិននិយាយថា Dominic មិនឈ្នះ John Cena ចុងក្រោយ could be Dominic ពាក់ស្រោមមុខនឹងមកឡើងឆាវមាច់កាន់ធ្វើមួយ John Cena ទៀតហ៊ូណូនៅគេអាចធ្វើអញ្ចឹងបានតើ so yeah ហើយឥឡូវឃើញ Judgment Day ឥឡូវពងតែព្យាយាមទាញយកខ្សែក្រវ៉ាត់ចូលមកក្នុងក្រុមវិញហ្នឹង so maybe តិចទៀតឃើញ yeah yeah ឥឡូវយើងមាន time ថយទៅតទៅមួយ Survivor Series ព្រោះនេះយើងនិយាយរៀងចូលគ្នាទៅមកទៀតណាពី Survivor Series មិនដែរគ្នាយើងដោយសារគ្នាយើងបាននៅអង្គុយមើលមួយ community យើងអញ្ចឹងណាសបាយបងសបាយហើយ favorite match អីទាំងទាំងខទាំងស្អី match តែខ្ញុំគិតថាវាយល្អមើលមែនខ្ញុំគិតថា match របស់ពេល opening war game មុនត្រូវអត់ពេលរបស់ស្អីណ៎ war game ស្អី very bad និយាយទៅបងនិយាយយ៉ាងឃើញតើ war game ស្អី babyface ឈ្នះwar game ថោះដឹងតែ Thiel ឈ្នះហើយខ្ញុំអូខេឥឡូវសម្រាប់ខ្ញុំអ្នកដែលខ្ញុំគិតថា match ដែលខ្ញុំគិតថាល្អមួយជាងគេកាលពី Survivor Series គឺមិនជា war game ទាំងពីរគាត់ថា war game វាមានកន្លែង plot twist ហ្នឹងឯង Stephanie Van K វាយមួយ Nikki Bella
ខ្ញុំគាត់ថា match របស់ John Cena មួយដល់មួយល្អមួយជាងគេ Yes very True, very true. good one true សំខាន់វាមាន surprise ដែរមាន surprise ឲ្យខ្ញុំ surprise អារឿង Liv Morgan comeback return ខ្ញុំអត់សូវ surprise ខ្ញុំ surprise ដល់ខាងចេះពីធ្វើឲ្យយើងគិតថាអាហ្នឹងវាមិនមែនជាការសម្ដែងវាមិនមែនជា act ទៀតទេវាមិនមែនជា style ទៀតទេវាជាមែនតែនកន្លែងដែល Dominic ឡើងក្បាលមុននោះកន្លែងហ្នឹងខ្ញុំគិតថាមែនតែ plot ខ្ញុំគិតថា plot មែនតែ plot នេះ Dominic ចេញមកកាត់ promo ថា John Cena ចង់ end career ហ្នឹងអូមែនទេអាហ្នឹងច្រឡំមួយទៀត Prom Breaker អាហ្នឹងមួយទៀតបង that's the point ខ្ញុំគិតថាហ្នឹងវាជា តែពេលហ្នឹង Dominic ធ្វើបើកន្លែងហ្នឹងធ្វើឲ្យ referee បារម្ភកន្លែងហ្នឹងដឹងថា referee គាត់ចាប់អារម្មណ៍ ដោយសារហ្នឹងខ្ញុំថាខ្ញុំស្មានវា accident មែនតើ or even if it's accident យើងអត់ដឹងវាអាចនឹង accident មែនតើ and then គេឲ្យកាសទៅគេនិយាយ like you know the តែអត់ Gorilla Room ហ្នឹងហើយគេនិយាយមកឲ្យប្រាប់ referee ហ្នឹងថាអូនេះមែនតើមក plan ឲ្យស្រីឡើងមក John Cena ប្រាប់ John Cena មួយ John Cena ឬក៏មិនអីចឹងទៅ and then ស្រីឡើងមក John Cena ដែល my like ខ្សឹបខ្សៀវ John Cena in a way មួយដែលយើងអត់ដឹងនៅក្នុង TV ឬក៏នៅក្នុង live ចឹងណា and then they make it ទៅជាអញ្ចឹងវិញ and then out of nowhere Dominic គេថាអូលេងអីងើបឡើងវាយតបដល់ហ្នឹងធម្មតាវាអញ្ចឹងមែន it could be យ៉ាព្រោះភ្លាមអញ្ចឹងអត់អាចណាគេកំណត់បានថាវា series អត់ទេព្រោះមានណាទៅមើលឃើញដល់ឆ្អឹងយើងមើលដឹងមែនតើខ្ញុំអត់ដឹងថាហ្នឹងជាការសម្ដែងឬក៏តែពេលហ្នឹង referee អត់ចង់ count ទេណាអត់ទេអត់ count ទេចុះទៅក្រោមមើលសួរឲ្យកាត់អីខ្ញុំចាំមើល referee តែ referee លើកដៃចេះអត់មានទេមួយទៀតគឺយើងគិតថាពេលហ្នឹងបើសិនជា Dominic ពិតជា injured man ណា it could be like Dominic Mysterio cannot could be compete right now so somebody appear ខ្ញុំគិតចឹងទៀតពេលហ្នឹងគ្នាម្នាក់នៅ party គឺថាអូវាចុះគ្រប់គ្នាចុះថាDominic ឡើងវាយបានចឹងណាគេឡើងមកតែគេឡើងវាយមកចង់ស៊ីណា could be Finn that's the point ខ្ញុំគិតចឹង Finn មក defend អីចឹងក៏អាងខ្លួនឯង leader អញ្ចឹងតមកធ្វើឆ្លុះគ្នាទៅ could be anyway ហ្នឹងហើយអញ្ចឹងស្រាប់គិតថា Dominic មួយ John Cena ជា match ដ៏ល្អមើលក្នុង Survivor I like to be honest មកខ្ញុំចូលចិត្ត Dominic វាយ he always it's very good it feel like a role ចាំតែថាវាមើលមកវាមិន serious ពេកប៉ុន្តែវាអត់ boring you know like the way he it feel like Eddie យើងគាត់ match របស់ Eddie is always fun to watch គេគាត់ high fly យើងភ្លេចគាត់ថាគាត់ high fly គាត់លុឆាhigh fly also a solid fighter yeah but like Lu storytelling every match that Dominic the Brian it's like he hot kick for something he hot ទៅ like match ទៅ portrait ឯមុន like វាគោះជួងក៏ exactly genius មក ទៅវាហៅវិធី entertain យើងរហូត match របស់ Dominic entertaining ជាង match របស់ Rey Mysterio ដូច match របស់ Eddie entertaining ជាង match របស់ Rey Mysterio ជាមិនពីព្រោះ Rey Mysterio high fly គាត់ក្បាច់ match គាត់ Rey គាត់ baby face so yeah watching មើល match របស់ Rey ដូចអត់មានអីខុសពីមើល match របស់ AJ Styles ពីមុននេះប៉ុន្តែបើឯងមើល match របស់ Eddie there's a storytelling គ្រប់ match it's always he hot catch he avoid he everything and it's so good he លេង avoid he always គ្រប់ match គឺមានផលល្បិចទាំងអស់ it's very fun to watch true ខ្ញុំចូលចិត្តមើលដល់ហ្នឹង well អញ្ចឹងបានថាយើងប្រហែលជាសម្រាប់ពួកខ្ញុំប្រហែលជាអាចគិតត្រូវថា10ឆ្នាំទៅមុខទៀតគឺ WWE សង្ឃឹមលើ Dominic ហើយ he is ព្រោះឥឡូវសំខាន់ Dominic គឺកាន់ខ្សែក្រវ៉ាត់ AAA Mega Champion so ឥឡូវក្រុមហ៊ុនធំគឺឲ្យ Dominic កាន់ខ្សែក្រវ៉ាត់ហ្នឹងអស់យើងភ្លេចគិត he already a world champion and what is also like crazy idea ឆ្នាំក្រោយ Dominic មកយក TNA World Champion it is possible យើងភ្លេចគិត Dominic is a world champion right now អញ្ចឹងមិនថាហ្នឹង like WWE world champion right Triple A Mega Champion WWE so he's a world champion he level him smile Adam Cole Finn Balor he smile smile John Moxley smile John Moxley he smile everyone យើងភ្លេចគិត Bro និយាយចឹង could be ឆ្នាំក្រោយឆ្នាំ Money in the Bank cash in TNA World Champion ចុយ that crazy good គឺ possible ខ្ញុំមើលឃើញ maybe ឆ្នាំក្រោយឆ្នាំ Royal Rumble who know if they want to be ចុយ Dominic ឆ្នាំ Royal Rumble ម្នាក់អូហូហ្មងចាយថាប៊ូលេងចាញ់ហ្មង Rey Mysterio debut នៅ WWE ឆ្នាំណា2010 ប៉ុន្មាន I think 2002 2003តែហ្នឹងពេលដែលពាក់ស្រមុកវិញណាពេលហ្នឹង WCW ទៅតែអារម្មណ៍បានមួយឆ្នាំឥឡូវ let's say
Rey Mysterio នៅ WCW ល្បីដែរ but it's okay he's just indie guy Yeah. like he debuted 2003 He's just a guy from Mexico 2000 Rey Mysterio 2000បានកាន់ World Champion 2006 Yeah 2006 It's 3 year រ៉េឲ្យយើងភ្លេចគិតដោយសារយើងពេលហ្នឹងយើងនៅក្មេង Yeah, ឆ្នាំនេះអារម្មណ៍ថាយូរ Yeah. Rey Mysterio កាន់ World Champion អាយុចូល WWE វាយតែបាន បាន3ឆ្នាំ Yeah Dominic ដូចគ្នាតើ Right Yeah feud ធំជាងគេរបស់ Rey Mysterio 2005 ជាមួយ Eddie ជាមួយ Eddie Yeah. so ចូលបាន2ឆ្នាំមាន feud មួយធំជាងគេបំផុតនៅក្នុងកីឡាការ and បន្ និយាយ ទា ទៅ ប់មក ជួតដែល World ធំ Champion ជួតដែលធំជាងខ្សែក្បាត់ Yeah Dominic ចាយពេល already ច្រើនជាង Rey True Yeah Rey កាន់ខ្សែក្បាត់លឿនជាង Dominic ក៏ប៉ុត actually ក្នុងរយៈពេលដែល Rey បាន World Champion ហ្នឹងណាក៏ប៉ុតទៅវាជា case study មួយពិសេសឯងដោយសារអីពេលហ្នឹង Eddie គាត់ស្លាប់ដែរដល់ពេលអញ្ចឹងទៅគេគិតថាគួរតែឲ្យ Rey ឈ្នះ Royal Rumble and then Rey ទៅវាយយក World Champion អញ្ចឹងអាហ្នឹងវាចង់និយាយថាវាយើងនិយាយថាមួយយ៉ាងហ្នឹងវាជារឿងចៃដន្យមួយ100សំណាងមួយក្នុង100អាវានិយាយចេះក៏ប៉ុតយើង imagine ថាបើ Eddie គាត់នៅរស់ Rey គ្មានថ្ងៃខ្លាច World Champion ទេគិតចឹងអត់ Yeah possibly Yeah I feel that ហ្មងព្រោះពេលហ្នឹងដោយសារ Rey ទៅមាន shoot ទៅបញ្ចប់ shoot មួយ Eddie បានអូខេអីចឹងទៅតាមសាច់រឿងបន្ទាប់មកក៏ Eddie ក៏បានចែកឋានក៏វាទៅជា case study មួយថ្មីអូខេអ្នកវា Original Rumble មក like small guy កាន់ World Champion របស់ big guy and it work Yeah and it work yeah ប៉ុន្តែ work ហ្នឹងក៏ work បានតែប្រហែលខែដែរ actually ហើយចុងក្រោយធ្លាក់មក Karen ធ្លាក់មក Randy អត់ទាន់មានដែរ But anyway ហ្នឹងហើយវាគ្រាន់តែជា case study ដែលពួកខ្ញុំលើកយកមកនិយាយប៉ុន្តែ compare រវាង Rey ហើយនិង Dominic គឺ yes យើងបានឃើញថា Dominic គាត់មានសន្ទុះប្រជាប្រិយភាពទាំងអ្នកស្អប់គាត់ទាំងអ្នកស្រឡាញ់គាត់គឺបើប្រៀបធៀបគឺ Rey បានដាច់ Dominic ទេ so សង្ឃឹមថាញ៉ែពេល10ឆ្នាំទៀត Dominic នឹងឲ្យនឹងធ្វើឲ្យ WWE ខ្លាចជាស្ថាប័នមួយដែលនៅតែ top ចឹងណា on top ហ្នឹងយេព្រោះគាត់បែរ search 4 generation នេះ 4 5 generation ណាបើរាប់ Dominic ចៅទួតណាព្រោះជីតារបស់ Rey គាត់អ្នកកលាការ Senior តែជីតារបស់ Rey ដែល Dominic ទៅមកធ្វើអាហ្នឹងក៏ជីតាហ្នឹងទៀត អញ្ចឹងបានថា5ជំនាន់ហើយ so it's like the 5th generation already ដល់ឲ្យមើលមួយក្រៅរឿងហ្នឹង Oh this is មិននៅសៀមរាប very nice very He's in his 90 Yes in his 90 and do the half marathon in Siem Reap He ran a full marathon before already តែគាត់មក half marathon នឹងក៏ Well I mean that's why he still has once in a fucking lifetime តែសំខាន់ចង់ថាបើសិនគាត់ធ្វើអញ្ចឹងបានគាត់នៅ healthy គាត់អាចនៅដើរបាន like អាយុយើងគិតមើលអ្នកអាយុ90ប្រហែលអ្នកដែលអាចនៅដើរបាន So that's good for him It's crazy Anyway ថាឥឡូវយើងខាន់សម្រាប់ case របស់ John Cena មួយព្រោះមិនយើងរៀងច្រើនដែរឥឡូវចង់និយាយពី side note តាក់ទងមួយ TNA តិចដោយសារព្រឹត្តិការណ៍ TNA គេមានកម្មវិធីពិសេសមួយដែរ Final Resolution ដែលទៅកើតឡើងកាលពីម្សិលមិញអញ្ចឹងវាត្រូវជាថ្ងៃសៅរ៍គេហើយមិនគេដាក់ឈ្មោះ Final Resolution អញ្ចឹងមកពីវាចិត្តដាច់ឆ្នាំ so it's like អាហ្នឹង resolution សម្រាប់2000 High resolution High resolution 4K resolution yeah I mean មួយ verb មួយ noun នេះ anyway ហ្នឹងហើយទុកចិត្តការហើយកុំមើលច្រើនពេកខរឿងអស់លុយញ៉ាំគ្នាគាត់មើលនេះលកានិយាយទៅអើយ He's a watch guy មើលហ៎ chorus នេះការហាត់ប្រាណមកទឹកឲ្យខ្ញុំមើលស្អីនៅអញ្ចឹងឥឡូវហ្នឹងអ្នកមកពី NXT ហ្នឹងឈ្នះខ្សែក្បាត់ TNA ទៀតហើយឈ្នះអាខ្សែក្បាត់ស្អីគេអា International Champion អាពណ៌ខៀវឃើញហ្នឹងគេមកឃើញគេកសារៀន NXT International Champion នេះតែមក stack ហ្នឹងកាលមុននៅមួយ Tony D'Angelo អូអញ្ចឹងមក Tony D'Angelo return នៅ NXT ហ្នឹងហើយព្រោះឥឡូវនេះអា Final Resolution ហ្នឹងគឺ NXT វាឆ្លោះគ្នាមួយ TNA ហ្នឹងហើយមកវាយគ្នាឡើងពេញហ្នឹងនេះមក attack អីនេះមកវាយ Santino Marella ទៀតនេះ invasion ហ្នឹងដូច invasion ញឹកពេកហើយឆ្លោះគ្នាជាចិត្តខាងប៉ុន្តែនេះវាកពិកប៉ុកគេបើធ្វើចឹងទៅគេមានគេចង់ទៅមើល TNA ដែរវាធ្វើចឹងវាល្អមើល You know what NXT ក៏តែ William Regal especially come make it happen TNA versus NXT World Game make it happen please
it could be like បោះធាតនេះវាមានអាធុងអាបកហមតែតែមួយវាមិនមានធុងពីរដូច do the two one do the ធុងពីរ please ធ្វើអញ្ចឹងវាតែធុងមើល lesson តែវា long term យើងចាំមើលទាំងអស់គ្នាហើយ NXT មកវាយនៅ TNA យកធុងវើចធុងខ្ពស់ហ្នឹងធុងយើងឈ្មោះគេអាហ្នឹងពីមុនមានឥឡូវឡើងមានអាធុងឈ្មោះស្អីគេអាប់លេចគាត់ទេ Hell in a Cell មែន Hell in a Cell it's a steel cage ប៉ុន្តែវាខ្ពស់ខ្លាំងតែខ្ពស់ប៉ុនពីជាន់ហ្នឹងយ៉ាចាំអត់តែមួយជាន់ទេបងខ្ពស់ប៉ុនភូចាំពី present ខ្ពស់ប៉ុនភូចាំពីហ្នឹងទៅធុងដែកElimination Chamber ហ្នឹងហើយ No it's not និយាយអត់មានដបអត់មានដបលើអូនេះខ្ញុំចង់exhibition match អាខ្សែពុតតើវាយយក King of the Mountain King of the Mountain បើសិនជាខ្ញុំមានសមត្ថភាពបង្កើតជាលក្ខណៈ PLE មួយ I want my PLE that one specific one ហ្នឹងគឺ cage day ហ្មងបើន័យថាមួយថ្ងៃហ្នឹងគឺ match ណាក៏វាយក្នុងធុងដែរសាវេ Bro come on អា match ធម្មតាវាយក្នុងធុងធម្មតាអត់មានអាវុធចេញក្រៅធុងចាញ់ match ណាយ៉ាង special យើងដាក់អាវុធចងពីធុងជាប់អីចឹងទៅ Man bro highly possible you know why យើងផ្លេចអីចឹងចេះអីផ្លេចអីមិនទេតាម WWE propose ធ្វើយ៉ាងម្ដងដែរ and then ពីព្រោះអី TKO មិនមាន UFC ដែល propose ថាទៅវាយកីឡាករទាំងអស់ក្នុង ring របស់ UFC អូមែនតើមិនបងអត់មានហាត់សំខាន់ទេ I think UFC អត់ព្រមពីព្រោះ it make them look like a clown ឯឡាយចាជីសេះមកចងជើង Mustafa Ali អូទៅ Really Yeah នៅសក់ខ្លួនណាអត់ពាក់អាវហងវាធ្វើទៅវាសេះអាវមួយមិនសេះរត់នៅសេះរត់នៅតែទេសេះរត់ដោយកម្មវិធី101 way to live a game show So ហ្នឹងហើយនៅ final resolution ហ្នឹង Elijah ឬក៏ Elijah Simpson ហ្នឹងបត់ WWE ហ្នឹងឯងមក return វិញហើយអាចនឹងមានជួបបន្ទាប់មួយ Mustafa Ali អញ្ចឹងណាមិញនិយាយថាម៉ាចបើសិនជានិយាយធ្វើ PLE ត្រង់រហូតទាំងអស់មួយថ្ងៃហ្នឹងត្រង់សុតហ្មងខ្ញុំធ្វើម៉ាចវិញគឺនៅជុំវិញរែងហ្នឹងគឺអាំងទឹកអាហ្នឹងទៅចារីខោគ្រោះនៅជប៉ុនធ្វើឲ្យម្ដងហីទៅហ្នឹងឲ្យវាយលាក់ទឹកគាត់ថានៅជប៉ុនគេធ្វើហ្នឹងនៅ WCW ក៏ធ្លាប់ធ្វើដែរពីមុនអា base exhibition បើតាមខ្ញុំដឹងនៅជប៉ុនគេធ្លាប់ធ្វើហ្នឹងវាអត់មានវាយលាក់ទឹកអីទេ it's just like entrance ដើរឆ្លងទឹកហ្នឹងមកអញ្ចឹងណា then វាយអញ្ចឹងទៅហើយគេមានចែកថានៅជុំវិញហ្នឹងគេវា Summer Festival វាអញ្ចឹងនៅជុំវិញកន្លែងទឹកដំបងហ្នឹងក៏គេមាន like ខាន់ floor ឲ្យសិនដែរហើយអ្វីដែលខ្ញុំចង់និយាយថាផ្ទុះជប៉ុនហ្នឹងមានផ្ទុះមួយទៀតនៅក្នុងទឹកហ្នឹងដែរតែវាធ្វើ explosion ណាជុំវិញរិញហ្នឹងណាអាហ្នឹងក៏មានតែធ្លាប់មានអូខេមានវាយលាក់ទឹកមកនិយាយទៅឲ្យវាយលាក់ទឹកមកអូខេតែខ្ញុំអត់ដឹងមិនទេតែខ្ញុំឃើញកាលពី COVID ណា Money in the Bank លើ table WWE performance center ហ្នឹងhead office កាលហ្នឹងលយហ្នឹងឯការ COVID វាយនៅ headquarter មកអាហ្នឹងលយជាងគេអាហ្នឹងគាត់ថាហ្នឹងលយជាងគេព្រោះពេលហ្នឹងចង់ថាវា2ម៉ាច់កាត់ឡើងក្នុងពេលតែមួយទាំងស្រីក៏វាយប្រុសក៏វាយ start ក្នុងពេលតែមួយលយមែនហ្នឹងលយជាងគេគាត់ថាលយខ្លាំងព្រោះចៃតែវាឡើងពីមួយជាន់ទៅមួយជាន់វាតាមថ្នាក់រហូតដល់ពេលអញ្ចឹងវាទៅណលយចូលចរាយន្តវាយក្នុងចរាយន្តកាមេរ៉ាសុខភាពអីថតពេញហើយលយមែនគេហ្នឹងលយមែនចង់ថាគេចេះរកនៅឃើញវា creative ហ่าមានភ្ញៀវអត់មានមនុស្សទេដោយសារវាជាមិន COVID ហ្នឹងសម័យ COVID សំខាន់វា COVID អញ្ចឹងអត់មានមនុស្សចេញចូលទេមាន superstar ហ្នឹងហើយអត់ទេពេល COVID creative ម្នាក់ចេះ creative អូខេតោះឥឡូវយើងមកនិយាយពី NXT ហ្មងទៅកាលពីថ្ងៃហ្នឹងមិនមែនកាលថ្ងៃហ្នឹងហ្មងថ្ងៃដែលពួកយើងថតហ្នឹងហ្មងណាគឺកាលឡើងថ្ងៃសៅរ៍ដូចគ្នាបន្ទាប់ពី final resolution ហ្នឹងគាត់ថាវាអាចខុសមកSo នៅក្នុង NXT deadline NXT deadline ហ្នឹងគឺមាន result មួយចំនួនតាក់ទងជាមួយនឹងការប្រកួតអាចថាធំដែរព្រោះវាមានការចាប់អារម្មណ៍ខ្លាំងដោយសារទី1ទៅយើងមើលឃើញស្អីគេនេះ Wait hold up Oba Femi គាត់បានឈ្នះខ្សែក្បាត់ NXT World Champion ពី Ricky Sane មកវិញហ្នឹងហើយអញ្ចឹងបានន័យថាយើងនិយាយគ្នាមុនហ្នឹងគឺកាលពីថ្ងៃនៅ SmackDown Nick Aldis គាត់ហៅ Cody ចូលក្នុងបន្ទប់បន្ទាប់មកគឺ Oba Femi ហើយនិង Ricky Sane នៅក្នុងបន្ទប់ហ្នឹងដែរហើយក៏ប្រកបនិយាយគ្នាថាបើសិនជាមិនគាត់និយាយ Cody និយាយថាគាត់ឲ្យ opportunity ថាបើសិនជាពីរអ្នកហ្នឹងអ្នកណាគេឈ្នះនៅ deadline ហ្នឹងគឺនឹងវាយជាមួយ Cody នៅ Saturday Night Main Event អាទិត្យក្រោយមួយទៀតនេះដែលជា match ចុងក្រោយបើ John Cena មួយគ្នាហ្នឹងហើយយើងឃើញ result ហើយថា Oba គាត់ retain ខ្សែក្បាត់ហើយបន្ទាប់មកគាត់
នឹងវាយជាមួយនឹង Cody yeah so អូបានមួយ Cody នៅ Saturday Night Main Event ហើយសំខាន់ណា match ដែលវាយជាមួយ Ricky Sen ដាក់ខ្សែក្បាត់ NXT World Champion ហ្នឹងវាយបើកក្បាល show ហ្មងមែននិយាយទៅ opening show ហ្មងនិយាយតែសោកស្ដាយ Ricky Sen ចាញ់ហើយដំបូងរៀងមករៀង turn heel ដែរតែក្រោយមកក៏ចាប់ដៃគ្នាអញ្ចឹង so អាហ្នឹង maybe like something ដែលនិយាយមួយជ័យមកហ្នឹងដែរថា could be ថាថ្ងៃ Saturday Night Main Event ហ្នឹង Ricky Sen មកឆាឆៅឬក៏ទីទៅ call out moment roster ដើមមក Cody អញ្ចឹងណាអញ្ចឹងវាអាច turn heel or whatever យើងចាំមើលទាំងអស់គ្នាអូខេនិយាយពីការវាយដាក់ខ្សែក្បាត់យក North American Champion ដែលម្ចាស់ខ្សែក្បាត់គឺ Ethan Page ប៉ុន្តែ match ហ្នឹងវាយជាមួយនឹង Mr. Iguana ពី Triple A ហើយ match ហ្នឹងដូចជាអ្នកណាឈ្នះនេះអត់តហ្នឹងនេះ maybe Ethan Page ក៏ឈ្នះដែរ yeah គាត់ឈ្នះ Ethan Page retain ខ្សែក្បាត់ដែរ so yeah អូខេបន្ទាប់មកទៀតតាក់ទងជាមួយនឹង result របស់យើងហ្នឹង Iron Survivor បងតាក់ទង withdraw មកគាត់ថា Cody មិនវិញហ៎អូឃើញឆ្លោះគ្នាប៉ុន្តែឥឡូវហ្នឹង Cody តែមាន match ជាមួយនឹង Oba ព្រោះថាចេះឥឡូវហ្នឹង Drew McIntyre មិន suspend គាត់ suspend ណាស់មកហ្នឹងហើយប៉ុន្តែសំខាន់បើកក្បាល show SmackDown បើកឡានចូលមកហ្នឹងហើយដោយសារអញ្ចឹងបាន Cody បាយហ្នឹង style គេបាននៅក្នុង story ហ្នឹងអញ្ចឹងពេលដែលអូខេនិយាយបកសុំបកមក SmackDown បន្តិចនេះអញ្ចឹងបើសារយើងនិយាយ Cody អញ្ចឹងពេលដែលDrew បើកឡានចូលមកNick Aldon គាត់ឲ្យចូលឯងព្រោះថាគាត់ suspend ហើយមាន security មកអញ្ចឹងទៅតែអូខេឥឡូវអត់ឲ្យចូលក៏បានដែរទៅវិញក៏បានដែរតែធ្វើអញ្ចឹង fan នឹងអត់សប្បាយចិត្តទេហើយបន្ទាប់មកចូលឡានស្រាប់បើ Cody ចូលមកវាយក្នុងឡាននេះហើយក៏បើកCody នឹងបើកធ្វើឡានអត់ដឹងទេហើយឆ្ងល់ដែរបើកឡានបើកធ្វើចោលមិនយល់គេធ្វើឡានបើកធ្វើមកធ្វើស្ងាត់ឯណាសាប់ទេបើមិនតិចក៏វាលឺសលេងក្លឹកបន្តិចដែរយ៉ាហើយយើងមក surprise វាយអញ្ចឹងបើសក់អីហើយក៏ security ចាប់ហើយក៏ Cody ទៅនិយាយក្នុងបន្ទប់មួយ Nick ឡើងមកកាត់ promo អីហ្នឹងតែបងនិយាយ Cody វាយនៅ backstage ហ្នឹងត្រឡប់មកវិញតាក់ទងមួយរឿងពេលវាយនឹងឲ្យរត់ឡើងមកដេញហ្មងរត់ឡើងមកឆាក back ទៅវិញតិច back ទៅវិញកាលពី check photo គេ attack នៅ backstage ហ្នឹងចាយើងនិយាយ attack ដែរខ្ញុំមិនគិតថា Cody ជាអ្នក attack ដោយសារតែ Cody ចង់វាយមួយ Drew ឬក៏អីចឹងយល់ហ្នឹង Damn and what if that's actually real like ចង់ក្រោយ reveal មក Cody អ្នក attack មែន and then that's the time ដែលគេធ្វើ Cody attack ចុះដល់ពេលនៅក្នុងធុង Survivor Series it's not Cody that one អ្នកផ្សេងមានអ្នកផ្សេងមួយទៀតផ្សេងគ្នាខាត់ណៃរឿងផ្សេងគ្នាវិញចឹងវិញណាយល់អូខេ shit crazy អូខេ yeah maybe អ្នកនរនេះវាអាចអញ្ចឹងដែរអញ្ចឹងយើងមានតែចាំមើលតទៅថាវាយ៉ាងណាអូខេអញ្ចឹងបកមករឿងសាច់រឿងមក SmackDown ហ្នឹងវិញអញ្ចឹងCody បានទៅនិយាយមួយ Nick Aldon ថាចង់ឲ្យ Nick Aldon ហ្នឹងគឺបានន័យថា lift a restriction ហ្នឹងអញ្ចឹងអាទិត្យក្រោយឲ្យ Drew មកធម្មតាដើម្បីមាន match អញ្ចឹងមានន័យថាចប់ Saturday Night Main Event ហ្នឹងបងគិតថានឹងអាចទៅបន្ទាប់ទៀតចាអ្នកនឹងសុំតោខ្ញុំបើក IG វិញឃើញ shout out to ធៀងនៅ Caster Sport bro ពាក់ឲ្យ Cross ហត់ម៉ារ៉ាតុង What the fuck bro you ain't hot at all bro ក្តៅចង់មកហើយបាត់ករត់តែ5នាទីចូលបាត់it's something it's for the media yeah for the media guy ខ្ញុំឃើញclip មួយមក clip មួយហ្នឹងBailey គាត់នៅក្នុង podcast ណាគេ share ចូលក្នុង group មែនYes គាត់និយាយថាគាត់ឃើញគាត់និយាយថាយល់មក disrespect ពីពួកកីឡាករក្មេងៗក្រោយៗដែលវាអត់ discipline អត់នៅ on time មកជិះមុនអញ្ចឹងគាត់និយាយចេះគាត់ថាគឺ Seth Rollins ណា Seth Rollins គឺត្រឡប់មក Seth Rollins គឺនៅមើល match គេរហូតនៅមើល match គេចាំ criticize ចាំ feedback គេរហូតបើយើងនិយាយទៅ yes គាត់ Seth Rollins ចិត្ត5 ឆ្នាំហើយណានៅ WWE អញ្ចឹងគាត់ career គាត់តាំងមុន WWE ទៀតតែ Ring of Honor អីចឹង to be honest ហ្មងគាត់ស្មើគាត់ Seth Rollins ឥឡូវហ្នឹងគឺជា position របស់ Triple H ឆ្នាំ2005និយាយទៅបើយើងនិយាយវាអាចចឹងជំនាន់មុន Triple H ជំនាន់មុនខ្ញុំ feel like ដោយសារតែនេះ Seth Rollins នឹងអង្គុយមើលនៅចាំ feedback មាន strong relationship Seth Rollins ឥឡូវជាមួយនឹងBailey Natalia Roman Reigns នេះគឺពួកគាត់ជា locker room leader ធំអាហ្នឹងយើងអត់មាន question ទេយើងដឹងហើយខ្ញុំគិតថាទៅមុខ Seth Rollins គឺជា Triple H ថ្មី like I think in the future គាត់ចាស់ទៅគាត់ But I mean if he want to be a company man I mean like why not he's a true company man he's a company man ដែល company ត្រូវការ company would prefer someone ដូចគាត់ជាង John Cena John Cena only just know how to say yes well I mean Seth Rollins know how to make it better
and Sarah Lynn ជា fan ដែល Sarah Lynn មាន fan ដែល pay money John Cena is like the fan like kid for worldwide man មានគេមើលបាន traffic ច្រើន view ច្រើន is good for company as a whole but they kid you know they kid like they ask parent money to buy t-shirt Sarah Lynn is us ពួកយើង fan Sarah Lynn មកបើឯង fan Sarah Lynn ជា fan John Cena ត្រូវ he one of the top heel he one of the top heel in the company សាលីអត់ខុសទេទៅបើសិនជាថ្ងៃណាមួយដែល set គាត់ចូលនិវត្តន៍គាត់នឹងធ្វើការនៅ office របស់ WWE គាត់អាចជា Nick Triple H for sure ព្រោះសារនិយាយចេះគាត់កើតចេញពីការឆ្លាញ់កីឡាកាសទៅមុន not entertainment អញ្ចឹងមានថារាល់ការ booking រាល់ការ feedback រាល់ការគាត់ធ្វើការជាមួយនឹង locker room គឺគាត់ប្រើអារម្មណ៍ជាអ្នកកីឡាកាសទៅមុនជាជាងបើថាធ្វើមិនឲ្យលក់អាយដាច់វាមិនអញ្ចឹងហ្នឹងហើយខ្ញុំ can see ថា5ឆ្នាំទៅមុខទៀត I can see CM Punk run NXT Sarah Lynn run Raw I think it's possible ឆ្នាំទៀត Roman Reigns run SmackDown or whatever I mean if they want of course តែបើ CM Punk 100%ខ្ញុំគិតថា like ពួកគាត់និយាយទៅគាត់ចេះច្រើនប៉ុន្តែចង់ថាគាត់ទៅធ្វើអីផ្សេងក្រៅពី wrestling it's not working for him CM Punk he look like a booker he look like a booker he could be CM Punk is like Paul Heyman that's how I feel for him ព្រោះ Paul Heyman គឺដូច CM Punk យ៉ាងការចំណងគាត់នៅ hustle អាចចំណង ECW បង so it's the same so yeah ហ្នឹងហើយយើងរៀងទៅឆ្ងាយទេបើស្អីនេះយើង side note story មួយដែលគាត់លើកឡើងតាក់ទងមួយ Bailey តែក្មេងៗជំនាន់ក្រោយដែលជាអ្នកចូលរួមក្នុងវិស័យកីឡាកាសហ្នឹងភាគច្រើនគាត់តែពេលដែលចាប់ការប្រកួតរបស់គាត់ឬក៏គាត់អស់ឲ្យធ្វើអញ្ចឹងគាត់ឡៃទៅអូខេអស់ម៉ោងគាត់ឯងគាត់មិនចាំបាច់នៅដល់ចប់ទេចាអញ្ចឹង so it's I mean in a way បើយើងនិយាយពី traditionally it's kind of disrespect បើយើងរាប់ដូចថាអ្នក Undertaker អញ្ចឹងណាចុះយើងសម័យថានៅក្នុងបន្ទប់មួយមាន Undertaker អង្គុយមើលកម្មវិធីពីដើមដល់ចប់ហើយយើងក៏ចប់ការប្រកួតយើងរើបានរៀបបាលីទៅផ្ទះបាត់ឬក៏ទៅហូតែលបាត់ so យើងមានអារម្មណ៍ចាថាគេដែលមើលមកយើងគេយើងមានអារម្មណ៍ថាម៉េចអញ្ចឹងវាថា we feeling disrespect សម្រាប់អ្នកដែលគាត់តែមកឈួរឬក៏គាត់មាន career រយៈពេលច្រើនឆ្នាំអញ្ចឹងណាខ្លះ20 30ឆ្នាំអីចឹងទៅ so yeah បើយើងឆ្លាញ់អីមួយអាហ្នឹងយើងមើលដែរអញ្ចឹងណាបើចូលស្ទឹងតាមបទខ្លះទៅហ្នឹងហើយកុំតែឯងអូខេបកមើល SmackDown វិញនេះនិយាយមួយជេមុនហ្នឹងតើតងមួយ True ដោយសារ True គាត់ suspend អញ្ចឹងឥឡូវហ្នឹងគឺ Cody គាត់ចង់ឲ្យ Nick Aldis ហ្នឹង leave a suspend ហ្នឹងចោលហើយអាទិត្យក្រោយហ្នឹងនឹងមាន set up ការប្រកួតឬក៏បងគាត់ថាការប្រកួតហ្នឹងគឺ save ទៅ Royal Rumble Cody បាយមួយ Drew ម្ដងទៀតនៅ Royal Rumble ពេលយើងអស់មកឆ្នាំហ្នឹងឯងឡើយមាន PLE អីអស់ត្រឹម Saturday Main Event ហ្នឹងក៏មិនជា PLE ទៀត it's just a special event អញ្ចឹងអាហ្នឹងគឺចាំមិនថា Survivor Series ហ្នឹងគឺ PLE ចុងក្រោយដែលយើងយើង Dominic នេះ so it makes sense right ហើយNXT deadline នេះក៏អញ្ចឹងដែរ PLE ចុងក្រោយបាត់ deadline ហីព្រោះដល់ពេលឆ្នាំក្រោយមិនពេល Royal Rumble មួយខែទៀតណាចុងខែមួយចង់ស៊ីណានិយាយថាបើសមមិញចង់ស៊ីណានៅ podcast មកចូលទៅចង់និយាយថា nobody gives a fuck like if I lose or I win next week my last match the next 2 weeks they move on to Royal Rumble yeah for sure so it's 2 weeks បើថាវាពីអាទិត្យក្រោយម៉ាចរបស់ចង់ស៊ីណាមកពីអញ្ចឹងបានយើងនិយាយអារឿងនេះរឿងដែលថាតាក់ទងមួយ Dominic ហើយនឹងអាអ្នកវាយចុងក្រោយមកចង់ស៊ីណានេះអាអ្នកវាយចុងក្រោយនេះ it doesn't matter ប៉ុន្តែយើងបែរជាចាំថាអ្នកដែលJohn Cena អ្នកដែលឈ្នះ John Cena នៅ Survivor Series គឺ Dominic ទៅវិញចឹងឯងចឹងយល់ហើយវាចឹងវិញចឹងថា it doesn't matter ចឹងមិនគាត់ថាគាត់ don't give an F ដែរហ្នឹងតែថាអាអ្នកវាយចុងក្រោយមួយគាត់អាណាទៅគេគង់តែភ្លេចដដែលអញ្ចឹងតែអ្នកគេចាំនិយាយចឹងវាអាច Survivor Series ណោះ Dominic ឈ្នះខ្សែក្បាត់ IC ពី John Cena ប៉ុណ្ណាណៃ he's already a bigger star so ហ្នឹងក៏ side note ដែរប៉ុន្តែលេងមកបកមក intro មួយ Cody នេះអញ្ចឹងបងគាត់ថាវាអាចនឹងមានម៉ាច់អញ្ចឹងជាមួយម៉ាច់នៅក្នុងការប្រកួត OK Royal Rumble ស្រី Royal Rumble ប៉ុវាអស់ចាយពេល2ម៉ោងបាត់ហើយនេះយើងគិតតែ Royal Rumble សុទ្ធអញ្ចឹង Cody មួយម៉ាច់ទៀតទៅអាច20នាទីទៀតអញ្ចឹងវាអស់2ម៉ោងជាងហើយ PLE វា4-5ម៉ោងបើយើងរាប់ទាំង pre show ទៀតអញ្ចឹងអាចថា2ម៉ាច់ទៀតទេបើឥឡូវគេ set ហើយហ្នឹងមក PLE 5ម៉ាច់ so wait check មើលសិន PLE ចំហើយបោះ Royal បោះគេ Royal Rumble
ở trong đang ngay đến ngày tí 31 nâng ấy đến trong khai nâng ấy trong một khai chiên thiệt tiền là tới so it could be thiền ấy môi khai pi dương ai miền đẹp mau bị thiền ấy cả cái tiệt anh ấy thấy hay Raw SmackDown này hay maybe Triple A tiệt maybe surprise dạ hay nâng sẽ Legend Surprise watch party với ai những interesting chiên nằm từ ta mong cái đó nè watch party dạ watch party đợt về people paper thường là đập watch party rồi giờ làm bỏ làm phải watch party ta mà chào phi à ở đây mình cái lại đó đây lại dây nhỉ nơi xây kéo đừng hai nào ở đây tới cả đó là món năm khanh kia dương sẽ phải chất better chất ta là sao muối đang hot ngay ở này này hot rồi chứ khu hay nào hôi ở bẹt đá khai đây có xe lấy muốn thèm ngay do đề à muốn thèm mỗi ngày muốn hot mà tới đây còn mặt rồi ok do để bẹt đá khai rồi nhung ngày thấy béo ok hot đây chẳng vậy tha bà là muốn nắng watch party năm khanh kia dương sẽ phải chất nó về để dương phơi nơi chất vọt xong mà sáu để sao tại nhận nơi chất nâng bên tràn mà xin chỉ dương đô mà xây keo mình lại màu vậy tới dương trở lại tích tăng để sao mình sponsor tích tăng để chẳng á họp chứ mình đẹp mà chả hiền tại mình đã đấy thêm những comment đã nói trời gì ba đây tới đi kịp sơn đấy mình nói trời gì ba đây perfect nhóm mấy nhóm ok yeah let's see anh đang to be confirmed đi dân tay trăm của mình đang mới ta ở mẹ Royal Rumble ta dân trong bên party nữa vậy đang thọ anh ạ tay mà mới Royal Rumble bài vâng vậy đang thọ nên thẹp ơi comment tay của nhung đại cho 10 comment sao can cho mới của mình chưa mày chơi lên này nè cho người ta biết ấp miếng nào rõ mới ta từ anh đây phó hết lịch phó share mình chơi gì từ share còn share vào là phó lịch mong thế cái xe của em sâu à nhóm nữa ok nâng này ở đây thế nào nè nâng này dương nơi tay to như vậy nè discuss nè đôi họ đó nó trong group community là nâng cầu về mà dạng đây nâng này 200 mới xuống cái này đây nó trong group tha giờ nâng mưa rồi ra đâm bò lót yeah let's see hopefully it's happen sản phẩm là ngày xa mỗi cái dương ở là bữa xa mỗi cái chân dương châu khải pí ấy giống ngày muối ấy hả ngày muối khải pí nâng này ngày muối khải pí nó còn trong bên ca kê bằng sơ của bên ca kê đây nâng á ngày muối giờ trăm ngàn tịch ngày muối khai pí một trăm ngàn tịch cái bên ấy thế đấy bóng anh ấy thì chẳng là mẹ sao mặc đó nó chưa sofa vì ấy là sầm khăn bên hai muối tiệt solo còn cắt promo mùi bộ đa la ăn có hào để còn gì all I have to do is believe cắt promo bảo bộ đa la cho nó môn anh ấy thì believe do biển nâng do segment nâng do mình vậy từ ăn có hào đi được bộ đa la còn ra bộ đa la nó deserve một vài à đây yeah so maybe set up cái này gì solo hay bị to máu ở team bờ the basic nâng tranh ăn kho đi nâng tranh màu nơi lên chụp mùi nâng solo chẳng hay gọi chụp này chẳng ở mình thấy nâng miên ở set up môi bay chụp mùi nâng này basic và tay đằng tháp bay nâng chỉ team rồi có chỉ single match dân toàn nâng thì hay còn toàn là nào hai đồng này maybe sẽ để mấy người vẫn miên mặt rồi who knows so còn tập chơi hết lúc này bên nâng đấy vậy từng này kia coi một vài bên nâng đấy sắm khá là trong khỏi Hokaleo Tha La thông gà này cho mùi Eric Rowan mà làm bắn cái này tại này không mê anh ấy toàn sao mà Tha La thông gà ở toàn sao mới pin mạch tiền đúng phù thế đấy là trăng sai rồi sai sao đang vào đấy nè Eric Rowan mà vô chiếng ở trong vô chiếng nói vậy có ba mà nước chắc lại bạp nước mai cancel mai cancel bật ở đây là bia này solid ở đây bộ mid tổng thống mà ô cái lá ca chuyên chết khai được bóng kia và mau khai được đồng hồ ấy mà đó khai còn đang chạm cái kênh good cow god cancel còn bật nè lấy cặp đôi đó còn lấy đã logo rồi đó còn phải là chung mua này pro smart tools rồi đi bằng bản đu khi ta thì cần là come and be a hero hay mau đó thì cancel bật hai mươi tiết tận tông với ai ra tầm khăn đó tận tông Ilia còn mình miền nào dụ Pen Challenge nó vài một Camelo Hayes cặp bất mạnh năng thử possible là Camelo này
តែមានអ្នកមកឆាឆៅខាមេឡូteam DIY អាម៉ាសូឆាំប៉ា so maybe they set up ថាឥឡូវចង់ឲ្យខាមេឡូទៅជា turn baby face វិញហ្នឹងយ៉ាព្រោះខាមេឡូមករយៈមុនមិនហ៊ាតែឥឡូវ maybe set up ព្រោះថាគាត់នៅក្នុង tournament ហើយវាយជាមួយនឹងក្នុង tournament របស់ John Cena ដែរតែអាចជាអាកសោវាអត់ឈ្នះអញ្ចឹងណាចាញ់តែគេកាលហ្នឹងដូចជាចាញ់ The Miz ដាក់ឈ្មោះខ្លួនឯងគេមិនមានមួយមិនបាត់ឈ្មោះShamer ហ្នឹងហើយ Injure ហើយដល់ពេលហើយលួចដាក់ឈ្មោះខ្លួនឯងចូលហ្នឹងហើយតែហ្នឹងមិនមានកាត់ promo ដែរហើយដូចជាអូ Saturday Main Event មួយទៀតហ្នឹងហើយដែលនៅ backstage ហ្នឹងពេលដែល The Miz ដើរចេញហ្នឹង Bailey ដើរចូលមក Bailey វាយជាមួយនឹង Soruka នៅ Saturday Night Main Event Okay yeah that's I think that's a good build up maybe a call up Soruka មក main roster yeah តើហៅមកមួយ so មិញដូចជាស្រាលហើយអញ្ចឹងក៏អត់តាន់បានមើលពេញ highlight ដែរតាក់ទងជាមួយនឹង NXT Deadline ប៉ុន្តែហ្នឹងហើយ match ដែលសំខាន់ហ្នឹងគឺ World Champion ហ្នឹងមួយហើយបន្តមកមាន Iron Survivor ហ្នឹងអ្នកឈ្នះគឺ J1 សម្រាប់ប្រុសហើយបន្តមក Tony D'Angelo return គាត់ចេញមក attack ប៉ុន្តែមុន Tony ចេញមកហ្នឹង Oba គាត់ចេញមកព្រោះអ្នកដែលឈ្នះ Iron Survivor ហ្នឹងនឹងវាយជាមួយនឹង NXT World Champion ហ្នឹងហើយប៉ុន្តែគ្រាន់តែ Oba ចេញមកបានមួយសន្ទុះបិទភ្លើងចេញវីដេអូ tape របស់ Tony ដើរក្នុង clip ហើយបន្តមកក៏កាត់ប្លង់មកលើឆាកវិញចេញ J1 លោកដៃទៅចាប់ដៃឲ្យចាប់បោកបណ្ដោយហ្នឹងហើយក៏ spam ទៅអូខេអញ្ចឹង maybe set up ថាពេលដែល J1 វាយហើយអាច Tony D'Angelo នឹងវាយយកខ្សែក្បាត់ NXT World Champion ដែរព្រោះ Tony ក៏ដែរឈ្នះខ្សែក្បាត់ហ្នឹងទេគាត់ឈ្នះតែ North American so Tony ធ្លាប់ឈ្នះទីណាNXT World Champion អត់ European North American អូខេហើយ stack ហ្នឹងអតីតក្រុមគាត់ហ្នឹងឈ្នះ International Champion របស់ TNA ណាអត់ស្គាល់ so maybe that's a set up yep ហើយស្អីអ្នកឈ្នះ Iron Survivor ហ្នឹងបស្គាល់ឈ្មោះទេអ្នកដែលថ្មីដែរគាត់ឈ្នះ Iron Survivor ហ្នឹងអញ្ចឹងមិនថាគាត់នឹងវាយយក NXT Women Champion ជាមួយចុយ NXT Women Champion ណាគេនេះភ្លេចអត់ទេខ្ញុំអត់ដឹងដែរម្នាក់ស្អីឈ្មោះបាត់ហើយនេះ Jessie Jane ហ្នឹងឯងក្រុម Toxic Influence ហ្នឹងហើយដូចជាអស់គ្នាយើងមានអីចង់បន្ថែម topic មួយបិទគូទេអត់បងឲ្យ topic នេះអត់មានទេបងមានចាយើង tease សម្រាប់នេះហើយសម្រាប់ special episode អត់មិនបាច់ទេខ្ញុំនិយាយតែប៉ុណ្្នេះ special episode យើងនឹងមាន special episode មួយមុនឆ្លងឆ្នាំ so ចាំ stay tune ទាំងអស់គ្នាវាជា episode ចុងក្រោយសម្រាប់ say goodbye 2025ហ្នឹងហើយជាកាដូពិសេសហើយយើងនឹងចូល2026តទៀតធម្មតាអូខេតោះអញ្ចឹងបងមានអីទៀតទេយើងបិទណាអូខេអញ្ចឹងអរគុណអ្នកនរដែលបានស្ដាប់ក៏ដូចជាទស្សនា episode ទី74របស់ KCW podcast ក្នុងវគ្គនេះហើយយើងនឹងជួបគ្នានៅ episode 75 also comment ខាងក្រោមអ្នកនរគិតមិនដែរសម្រាប់ការប្រកួត tournament the last time is now ហើយក៏ដូចជា expectation អ្នកនរទៅកាន់ prediction ទៅកាន់ match របស់ John Cena ជាមួយនឹង Gunther ដូចជា match ចុងក្រោយរបស់ John Cena ពេលចប់ទៅមិនហើយចូលដល់ Royal Rumble មានអីដែលត្រូវ link គ្នាអត់ឬក៏យ៉ាងណាអូខេអញ្ចឹងអរគុណជួបអ្នកនៅ episode ក្រោយៗទៀតអូខេ peace